នៅក្នុងចកាច់យកពីដបមកក្នុងចកាច់ស្រុកបាភ្នំខេត្តព្រៃវែងប្រហូតចេញពីប្រកបកសិករស្រែចម្ការកុមារីញ៉ែមកំហោខិតខំប្រឹងប្រែងព្យាយាមតស៊ូសិក្សារៀនសូត្រផងជីវិតជួយការងារស្រែចម្ការឪពុកម្ដាយផងឧបាសិកាញ៉ែមកំហោជាកូនទីពីរក្នុងចំណោមកូនស្រីពីរនាក់របស់លោកតាញ៉ែមអុកនិងលោកយាយក្រំក្នុងយុវវ័យលោកតាញ៉ែមថាគឺជាសិស្សឆ្នើមនៅសាលាចកាច់បាក់ក្នុងជាថ្ងៃនោះបានចំខ្លួនគូស្វាមីប្រតិយាគូឧបាសកបច្ចុប្បន្នឧបាសកបានធ្វើកម្មតាក់ស៊ីតបឆ្នាំមុនក្នុងអំឡុងឆ្នាំ1964រហូតមកដល់ឆ្នាំ1985លោកទាំងពីរបានបង្កើតបុត្រាបុត្រី5នាក់ប្រុស3ស្រី2នាក់តែអាណាចារ្យកូនស្រីម្នាក់បានលាចាកលោកនៅក្នុងសម័យពលពតនាឆ្នាំ1977ដោយសោកសៅជាទីបំផុតឧបាសិកាញ៉ែមកំហោនិងស្វាមីបានឧបទាបតស៊ូជំនះរាល់ការលំបាកដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូនជាទីស្រឡាញ់ទាំងអស់គ្នាមកទល់នឹងពេលនេះឧបាសិកាទទួលបានកូនប្រសា3នាក់ចៅប្រុស3នាក់និងចៅស្រីចំនួន7នាក់នៅក្នុងមុខរបរទទួលរកស៊ីទទួលទានរាល់ថ្ងៃក្នុងការប្រស័យចាក់ដងក្នុងសង្គមជុំវិញបងប្អូនញាតិមិត្តជិតឆ្ងាយឧបាសិកាតែងតែទទួលបានការគោរពរាប់អានគ្រប់ទិសទីពីញាតិមិត្តជិតឆ្ងាយទាំងអស់បើក្តីគោរពស្រឡាញ់ពីទៅវិញទៅមកវិស័យរបស់ឧបាសិកាញ៉ែមកំហោចូលចិត្តបន់ដាក់ទានដោយទឹកចិត្តស្និទ្ធស្នាលទាំងនោះនិងសត្វគ្រប់ប្រភេទគាត់ជាមនុស្សចូលចិត្តដាំដំណាំគ្រប់ប្រភេទរស់នៅជាមួយនឹងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រងក្តីអាណិតស្រឡាញ់ដល់របស់ឧបាសិកាបានដិតជាប់នៅក្នុងបេះដូងនិងស្នាមញញឹមដល់កូនចៅបងប្អូនជិតមិត្តជិតឆ្ងាយទាំងពួងគ្រប់គ្នាតែប៉ុន្តែរយៈពេល2ឆ្នាំចុងក្រោយនេះឧបាសិកាញ៉ែមកំហោបានចាប់ផ្ដើមមានរោគទាបជាតិចូលទៅដោយជារៀបជាតិទោះបីជាកូនចៅខិតខំប្រឹងប្រែងជួយព្យាបាលថែទាំជាប្រចាំយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់រារាំងជាមួយនឹងច្បាប់ប្រតិជាតិកើតចាស់ឈឺស្លាប់បានឡើយរហូតមកដល់វេលាម៉ោង 8:55 នាទីល្ងាចថ្ងៃអង្គារ10រោចខែចែកឆ្នាំម្សាញ់សព្វពុទ្ធសករាជ2563ត្រូវនៅថ្ងៃទី22ខែមេសាឧបាសិកាញ៉ែមកំហោបានទទួលអនិច្ចកម្មទាំងក្តីអាល័យពីកូនចៅញាតិមិត្តទាំងអស់ក្នុងជំនាន់អាយុ81ឆ្នាំលោកបានលាយើងទាំងអស់គ្នាដោយមានថ្ងៃវិលវិញជាថ្មីម្ដងទៀតតាំងនាមឲ្យក្រុមគ្រួសារនៃសពអាបាសិកាញ៉ែមហោកូនចៅទាំងអស់សូមគោរពថ្លែងអំណរគុណអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គហើយឧត្តមលោកជំទាវអស់លោកស្រីទាំងអស់ដែលបានចូលរួមជាកិត្តិយសក្នុងពិធីបុណ្យសពដ៏មហោឡារិកនាពេលនេះមួយថ្ងៃនេះសូមបវរសុខស្ដីជូនដល់ហើយឧត្តមលោកជំទាវអស់លោកស្រីទាំងអស់សូមជួបតែពុទ្ធបរិស័ទទាំង5ប្រការគឺអាយុវណ្ណៈសង្ឃៈពលៈកំបីទៀតឡើយជាមួយគ្នានេះក៏សូមខន្តីអភ័យទោសរាល់ការទទួលស្វាគមន៍ញាតិមិត្តអាដាមលោកជំទាវញាតិមិត្តទាំងអស់បានសូមកំណត់ដល់ប្រការណាមួយសូមមេត្តាខន្តីអភ័យទោសសូមអរគុណបាទសូមការអនុញ្ញាតគ្រប់អរគុណលោកស្រីចូលប្រឹងបានអាននៅជីវប្រវត្តិ
ถึงคาดบอกตัวบาตัวตายผู้คน